ស្ដីដល់អ្នកថ្ងៃនេះខ្ញុំនឹងមកចែកម្លែកនៅកម្មវិធីមួយដែលមានប្រជាជនជាច្រើនបងប្អូនខ្លះក៏បានស្គាល់ជាច្រើនដែរនៅកម្មវិធីនោះដែលពេញនិយមនៅស្រុកខ្មែរហើយនៅប្រទេសចិនដែរអញ្ចឹងកម្មវិធីនោះដែលមានឈ្មោះថា WeChat ឬក៏ Weixin អញ្ចឹងបងប្អូននៅថ្ងៃនេះខ្ញុំនឹងមកណែនាំនៅមុខងារសំខាន់របៀបប្រើប្រាស់អំពី WeChat អញ្ចឹងបងប្អូនកម្មវិធី WeChat នេះគឺវាមានសារៈសំខាន់ទី1វាអាចមានងាយស្រួលទំនាក់ទំនងជាមួយជនជាតិចិនហើយនឹងមានភាពងាយស្រួលក្នុងការរៀនសូត្រដែរអញ្ចឹងបងប្អូនជាពិសេសអ្នកដែលចូលចិត្តរៀនភាសាចិនអីហ្នឹងប្រើ app ហ្នឹងត្រូវហើយបងប្អូនapp ហ្នឹងនេះគឺជា app ដែលខ្ញុំកំពុងតែប្រើប្រាស់សប្តាហ៍ថ្ងៃអញ្ចឹងapp ហ្នឹងគឺមានfriend ច្រើនប្រទេសមែនតើដែលមាននៅក្នុង group ហ្នឹងខ្ញុំអញ្ចឹងហើយមុខងារសំខាន់មួយទៀតខ្ញុំនឹងប្រាប់បងប្អូនបន្តិចទៅនេះគ្រាន់តែគ្រប់ខ្ញុំរៀនសប្តាហ៍ថ្ងៃអញ្ចឹងបងប្អូនបើសិនជាបងប្អូនចង់មានវិឆាតដែរហើយចង់ចូលគ្រប់ជាន់រៀនមួយខ្ញុំដែរអញ្ចឹងមានន័យបានតា comment នៅខាងក្រោមមកហើយចាំខ្ញុំឲ្យ account Telegram របស់ខ្ញុំadd មកខ្ញុំទៅចាំខ្ញុំទាញចូលគ្រប់អញ្ចឹងនៅហើយ WeChat វាឥឡូវវា system វាពង update ថ្មីហើយវាកាន់តែជឿនលឿនមែនតើតោះឥឡូវខ្ញុំនឹងប្រាប់ពីរបៀបប្រើប្រាស់នៅមុខងារសំខាន់សម្រាប់អ្នកខ្លះអត់បានស្គាល់អញ្ចឹងដំបូងយើងចូលនៅកន្លែងនេះមកបងប្អូនហុកនៅហ្នឹងមកហើយយើងចូលកន្លែងពិសេសហើយ search ឈ្មោះខ្លួនឯងតាម WeChat account ឈ្មោះខ្លួនឯងនេះដាក់ឈ្មោះអីយើង search ឈ្មោះហ្នឹងមកអញ្ចឹង account របស់ខ្ញុំឈ្មោះជីនសៀងខ្ញុំ search ឈ្មោះជីនសៀងហ្នឹងមកនេះឈ្មោះជីនសៀងហ្នឹងមកវាចេញមកបែបនេះហើយចេញបែបនេះចាត់ត្រៃ3មកអញ្ចឹងមានណានេះកន្លែងនេះកន្លែងបិទបើកទី2ហ្នឹងយើងចុចវាកន្លែងហ្នឹងមកមានន័យថាចុច pin ដើម្បីងាយស្រួលពេលក្រោយយើងហៅអញ្ចឹងបងប្អូនហើយថយក្រោយវិញមកថយក្រោយវិញទៀតហើយចូលកន្លែងឆាតហើយចុចខាងលើនេះវាលោតនៅខាងលើអញ្ចឹងបងប្អូនអញ្ចឹងវាលោតមកខាងលើអញ្ចឹងវាមានមុខងារពិសេសម្យ៉ាងសម្រាប់អ្នកដែលធ្វើកិច្ចការងារច្រើនហើយអត់មានពេលទំនេរពេលខ្លះដេកខកឬក៏ធ្វើអីមួយឬក៏ទៅប្រជុំការងារធ្វើអីផ្សេងវាអត់ចាំអញ្ចឹងយើងអាចប្រើនៅក្នុងមុខងារ WeChat នេះសម្រាប់ជួយដាស់តឿនសម្រាប់ការរំលឹកនៅធ្វើផ្សេងអញ្ចឹងឧទាហរណ៍ខ្ញុំដាក់ថាថ្ងៃស្អែកម៉ោង7ព្រឹកហ្នឹងត្រូវដាស់ខ្ញុំចេះដាក់មកយើងវាយពាក្យចិនណា明天7点早上给我提醒一下យើងដាក់ទៅប៉ុណ្ណឹងមកនេះហ្នឹងវិធីសាស្ត្រទី1សម្រាប់ការដាក់រោឲ្យដាស់រលឹកអ្នកដែលមានការងារច្រើនឬក៏អ្នកដែលឆាប់ភ្លេចអីចឹងឬក៏ហ្នឹងហើយអញ្ចឹងយើងដាក់អញ្ចឹងមកហើយយើងចុច select វាជាប់ហើយបន្ទាប់មកយើងចុចរូបកណ្ដឹងនេះបងប្អូនរូបកណ្ដឹងមកបកហើយវា set up រួចជាស្រេចអញ្ចឹងយើងគ្រាន់តែចុចset up តែម្ដងទៅរួចនេះចុចពណ៌ខៀវហ្នឹងមកហ្នឹងមានន័យថាស្អែកថ្ងៃសៅរ៍វានឹងដាស់យើងពេលផឹកអញ្ចឹងយើងចុចបបហ្នឹងរួចបងប្អូនអញ្ចឹងវិធីសាស្ត្រទី2កាន់តែងាយស្រួលមួយទៀតយើងពេលខ្លះយើងមានឯកសារនៅខាងក្រៅដូចជាយើងអានសភៅអីចឹងយើងត្រូវច្រឡងវាខ្លះអត្ថបទវាវែងចឹងដើម្បីងាយស្រួលវាមានអីមុខងារវាសំខាន់ដែរចឹងយើងទំនើបដែរចឹងដើម្បីងាយស្រួលយើងគ្រាន់តែប្រើមុខងារនេះមកនេះហើយចុចអត្រេ3នេះមកនេះបងប្អូនឃើញនេះកន្លែងនេះថិចកន្លែងហ្នឹងចុចកន្លែង scan កម្មវិធី scan ហ្នឹងមកហើយចុចហើយចុចម្ដងទៀតបងប្អូននេះយើងវាចុចចឹងមកយើងចឹងមកអក្សរតម្លៃយើងស្ដាច់ចំណងហើយយើង copy មកចឹងអានោះមុខងារទី2សម្រាប់អ្នកប្រើប្រាស់ WeChat ហើយមុខងារមួយទៀតយើងអាចធ្វើជាតារាង report ដូចជាមេផ្ញើกระดาษមកឲ្យផ្ញើដូចជារូបភាពមកអញ្ចឹងប៉ុន្តែយើងចង់ធ្វើ file ឲ្យមេអញ្ចឹងយើងត្រូវធ្វើម៉េចអញ្
ចឹងយើងចូលនៅក្នុង picture មកហើយវាមានទម្រង់បែបនេះជាចូលនេះមកនេះអានោះធំតកែផ្ញើតារាងដូចជារូបភាពឲ្យយើងអញ្ចឹងយើងចង់បានអា file ហ្នឹងណាអញ្ចឹងយើងចង់ធ្វើម៉េចយើងគាត់ថាផ្ញើវាចូលនៅក្នុងហ្នឹងមកចូលក្នុង account របស់យើងហ្នឹងមកបងប្អូនហើយវាចេញបែបនេះហើយអញ្ចឹងយើងធ្វើម៉េចដើម្បីឲ្យបានចេញជាតារាងមកអញ្ចឹងយើងមានភាសាមួយយើងចុចយ៉ាងដូចគ្នាហើយប៉ុន្តែគ្រាន់តែចុចកន្លែងទីតាំងមុខងារវាផ្សេងគ្នានេះចុចលេខហ្នឹងបងប្អូនអាកន្លែងហូប4 5នេះហូបសញ្ញា4សញ្ញាជុំវិញហ្នឹងដូចជាផ្កាចុចបកចុចមក scan នេះ scan ដាក់ពពនេះចឹងវាចេញឲ្យទម្រង់បែបនេះនេះអាហ្នឹងគឺជា file ដែលយើងចង់បានចឹងពេលក្រោយយើងបាច់ចាំពិបាកធ្វើតារាងអីទៀតទេប៉ុន្តែអាហ្នឹងវា support ជាមួយនឹងភាសាអង់គ្លេសនិងភាសាចិនតែប៉ុណ្ណោះបាទចំពោះភាសាខ្មែរយើងវា support ទេបងប្អូនហើយពេលយើង scan វាចេញជាតារាងដែរប៉ុន្តែវាអត់ចេញជាភាសាខ្មែរទេវាចេញជាអក្សរអុចកូដអីផ្សេងទេអញ្ចឹងខ្ញុំនឹងបើកបងប្អូនមើលបកអញ្ចឹងវាល្អសម្រាប់អ្នកដែលមាន WeChat តែសម្រាប់អ្នកដែលអត់មាន WeChat យើងអាចបង្កើតបានអញ្ចឹងឃើញថានៅក្នុង system version ថ្មី2026ការបង្កើត WeChat វាអត់មានពិបាកទេស្រួលតែអញ្ចឹងនេះវាចេញមកទម្រង់បែបនេះអញ្ចឹងវាអត់មានលក្ខណៈជាតារាងអីទេវាមានលក្ខណៈជាតារាងប៉ុន្តែយើងអាច set up វាបានអញ្ចឹងតារាងអញ្ចឹងសម្រាប់អ្នកដែលមានកុងតើយើងគ្រាន់តែទាញកាឡាមកអានេះវារួចហើយយើងគ្រាន់តែទាញជាកឡោមតារាងមករួចហើយហ្នឹងអាហ្នឹងវិធីសាស្ត្រទី3សម្រាប់មុខងារប្រើ WeChat ហ្នឹងហើយមុខងារថ្មីមុខងារចែកលេខបានតែប៉ុណ្ណឹងទេបងប្អូនហើយមុខងារហើយផ្សេងទៀតមុខងារផ្សេងទៀតគឺជាពិសេសអ្នកដែលចូលចិត្តរៀនហ្នឹងហើយបងប្អូនខ្ញុំ recommend ឲ្យបងប្អូនអ្នកដែលចាប់អារម្មណ៍រៀនភាសាចិនចង់ពង្រឹងភាសាចិនហ្នឹងហើយយើងអាចប្រើកម្មវិធី WeChat ហ្នឹងទៅហើយបើសិនជាបងប្អូនមាន WeChat ប៉ុន្តែមាន friend ទេបងប្អូនអាច comment ប្រាប់ខ្ញុំនៅហ្នឹងមកខ្ញុំទាញចូលគ្រប់ហើយអាចរៀនចិនជាមួយជនជាតិដើមគេដែលផ្ទាល់បានចា៎នេះគ្រប់សិនខ្ញុំរៀនជាមួយពួកគាត់ចឹងនៅនេះមានរៀនភាសាអេស្ប៉ាញភាសាចិនឬក៏ភាសាអង់គ្លេសចឹងបងហ្នឹងហើយថ្ងៃនេះខ្ញុំចែកម្លែកនៅក្នុង app នេះដើម្បីឲ្យបងប្អូនបានស្គាល់បានដឹងទាំងអស់គ្នាទេបើសិនជាបងប្អូនមានកន្លែងណាឆ្ងល់ឬក៏កន្លែងណាយល់អីអាចសួរខ្ញុំបានអញ្ចឹងដោយសារតែ WeChat ខ្ញុំប្រើច្រើនឆ្នាំហើយអញ្ចឹងបើបងប្អូនចង់សួរព័ត៌មានតទៅនឹងការបង្កើតតទៅនឹងធ្វើផ្សេងអាចសួរខ្ញុំបានអញ្ចឹងហ្នឹងហើយជាចុងក្រោយក៏សូមអរគុណសម្រាប់អ្នកដែលចូលចិត្តមើលវីដេអូរបស់ខ្ញុំឬក៏ពេលខ្លះខ្ញុំធ្វើវីដេអូតែវាមិនទាន់បានល្អហើយមានកន្លែងណាខុសឆ្គងអីសូមខន្តីអភ័យទោសបងប្អូនហើយមួយទៀតកុំភ្លេចជួយ subscribe channel ខ្ញុំផងអរគុណច្រើនបាយបាយ